ក្រោយវាកាត់សម្រក់ខ្លាញ់ក្បាលពោះតារាកំ ប្លែងកតោត្អូញបាត់ចំណូលពីការច្រៀងការក្នុងមួយឆ្នាំតារាកំ ប្លែងអ្នកនាងសុកចន្ទធីតាហើយកតោអាចរកចំណូលបានច្រើនគួរសមពីអាជីពច្រៀងការដោយឡែកថ្មីនេះនាងបានត្អូញត្អែថាបានបាត់ចំណូលច្រើនពីអាជីពនេះបើធៀបទៅនឹងឆ្នាំមុនដោយមហាជនបានដឹងស្រាប់ហើយថាក្នុងរដូវរៀបការម្ដងតារាកំ ប្លែងកតោដើរច្រៀងកាត់សក់ការក្នុងមួយថ្ងៃចាប់ពី2រោងទៅ3រោងស្ទើរតែរកពេលវេលាសម្រាប់គ្មានចម្លែកអ្វីតែឆ្នាំនេះមិនសូវមានគេហៅកាត់សក់ច្រៀងការដោយការពីមុនសោះជួបជាមួយតារាកំ ប្លែងអ្នកនាងកតោកាលពីពេលថ្មីនេះនាងបានបញ្ជាក់ប្រាប់ថាការងារច្រៀងការឥឡូវស្ងាត់ណាស់ប្រហែលជាវិបត្តិសេដ្ឋកិច្ចធ្វើឲ្យគ្រប់គ្នាមិនហ៊ានរៀបការហើយមើលទៅតែទោះជាយ៉ាងណានាងក៏ងាកមកធ្វើការងារផ្សេងទៀតដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារខណៈពេលដែលការងារមិនសូវមមាញឹកដូចមុនតារាកំ ប្លែងអ្នកនាងកតោបានទៅហាងកែសម្ផស្សមួយកន្លែងវះកាត់សម្រក់ខ្លាញ់ក្បាលពោះដើម្បីបានរាងស្អាតកប់ចិត្តស្វាមីអ្នកនាងកតោបាននិយាយដោយមិនលាក់បាំងថាធម្មតាអាយុយើងច្រើនហើយត្រូវកែសម្ផស្សខ្លះដើម្បីឲ្យកាន់តែស្រស់ស្អាតកប់ចិត្តស្វាមីផងនិងកប់ចិត្តខ្លួនឯងផងសម័យនេះហើយទៅខ្លាចអីក្នុងការបង្ហាញប្រាប់សាធារណជនដឹងថាយើងកែសម្ផស្សនោះជាក់ស្ដែងថ្មីនេះនាងបានទៅវះកាត់បងខ្លាញ់ក្បាលពោះចេញដើម្បីទទួលបានរាងស្អាតដោយការពីមុនមកវិញសុខភាពរបស់នាងពេលនេះបានល្អប្រសើរច្រើនហើយអាចបំពេញការងារគ្រប់បែបយ៉ាងទាំងអស់ស្ថិតក្នុងវ័យ46ឆ្នាំតារាកំ ប្លែងកតោកំពុងបណ្ដោះបណ្ដាលកូនស្រីឲ្យដើរតាមគន្លងរបស់ខ្លួនពីព្រោះនាងមានដងខាងសិល្បៈដូចជាម្ដាយខ្លួនផងដែរតែទោះជាយ៉ាងណាអ្នកនាងកតោចង់ឲ្យកូនស្រីរៀនសូត្រឲ្យបានជ្រៅជ្រះជាមុនសិន